នរណាម្នាក់ក៏មានក្តីស្រមៃចង់ក្លាយជាអ្នកមានធូរធារ មានសមត្ថភាពផ្ដល់សុភមង្គលជូនគ្រួសារ និងបំពេញមហិច្ឆតារបស់ខ្លួនដែរ ចំណុចចម្បងមុនគេដែលយើងត្រូវគិតហើយសួរខ្លួនឯងថាហ៊ានលះបង់ពេលវេលា និងប្រឈមមុខជាមួយបញ្ហាទាំងនោះហើយឬនៅ រកស៊ីលទ្ធផលមានតែពីរប៉ុណ្ណោះ 1 គឺភាពជោគជ័យ 2 គឺភាពបរាជ័យ មុនចេញរកស៊ីបងប្អូនត្រូវគិតឲ្យបានច្បាស់លាស់ទៅលើកត្តាពីរចំណុចសំខាន់ជាចម្បង 1 ស្ថានភាពសេដ្ឋកិច្ចអំណោយផលហើយឬនៅ អាស្រ័យទៅតាមប្រភេទអាជីវកម្មលោកអ្នកដែលចង់បើក 2 ទំហំនៃកញ្ចប់ថវិកាតើបងប្អូនមានលុយប៉ុន្មានសម្រាប់ចាប់ផ្ដើមអាជីវកម្ម មានលុយទុកនៃការខាតបង់រយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ មិនមែនមានលុយត្រឹមចាប់ផ្ដើមហើយ3ខែក្រោយត្រូវបិទវិញនោះទេ មានប្អូនស្រីម្នាក់ជាអ្នករាប់អានគ្នាហើយរាល់ថ្ងៃគាត់បម្រើការងារឯកជនមួយនៅកំពង់សោម គាត់ទទួលបានប្រាក់ខែ$850ក្នុងមួយខែ ហើយប្រាក់សន្សំគាត់មានចំនួនប្រមាណជាង$10000 រាល់ថ្ងៃគាត់បម្រើការងារនៅក្នុងវិស័យបដិសណ្ឋារកិច្ច គាត់សួរខ្ញុំថាបើគាត់ចេញរកស៊ីបើកភោជនីយដ្ឋាន លក់សាច់ខ្លែមនិងគ្រឿងស្រវឹងរួមជាមួយម្ហូបកុម្ម៉ង់តើខ្ញុំមានអ្វីលើកទឹកចិត្តនិងជូនពរគាត់ បងប្អូនដឹងថាខ្ញុំឆ្លើយតបជាមួយគាត់យ៉ាងដូចម្តេចទេ ខ្ញុំថាអ្វីដែលលើកទឹកចិត្តនិងសរសើរនោះគឺមានពីរចំណុច ចំណុចទី1 ខ្ញុំសូមសរសើរប្អូនដែលមានភាពក្លាហានចេញរកស៊ី ទី2 កោតសរសើរប្អូនប្រឹងប្រែងធ្វើការបានប្រាក់ខែខ្ពស់និងមានគំនិតចេះសន្សំលុយ ក៏ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នអំណោយផលសម្រាប់ប្អូនហើយឬនៅ ទីតាំងប្អូនចង់បើកគឺត្រូវជួលគេ ដើមទុនប្អូនមានប៉ុណ្ណឹងល្មមហើយដែលអាចបើកវាបានក៏ប៉ុន្តែតើប្អូនមានសមត្ថភាពមានថវិកាទប់ជាមួយនឹងការខាតបង់រយៈពេល6ខែទៅ1ឆ្នាំដែរឬទេ ខ្ញុំជជែកស៊ីជម្រៅជាមួយគាត់ហើយគាត់ប្រាប់ខ្ញុំថាដកថ្លៃជួលនឹងកក់ទីតាំងនិងទិញសម្ភារៈផ្សេងគាត់នៅសល់លុយអាចចំណាយបាន2ខែបន្ថែមទៀត បងប្អូនពាក្យចាស់លោកពោលថាកុំឃើញដំរីជុះតាមដំរី អ្វីទាំងអស់មិនដូចការគិតយើងទាំងអស់នោះទេ កុំដោយសារចំណង់ចិត្តឬការជ្រើមជ្រួលតាមគ្នាមួយភ្លែតធ្វើឲ្យយើងខាតបង់ប្រាក់កាស ហើយខ្ញុំសួរគាត់បន្តទៀតថាតើលុយជាង$10000នឹងសំខាន់សម្រាប់ប្អូនទេ ប្អូនសន្សំវារយៈពេលប៉ុន្មានឆ្នាំមកហើយបើប្អូនបរាជ័យតើប្អូនប្រើរយៈពេលប៉ុន្មានទៀតទើបរកវាបានមកវិញ ជម្រើសមានតែមួយគត់នៅពេលប្អូនបរាជ័យប្រាកដណាស់គឺប្អូននឹងខ្ចីលុយគេដើម្បីបន្តអាជីវកម្មតទៅមុខទៀត ដូច្នេះមានន័យថាប្អូនកំពុងឈានទៅរកបំណុលមកដាក់ខ្លួនហើយ នេះគឺតាមអ្វីដែលខ្ញុំបានពិភាក្សានិងជជែកលក្ខណៈបើកចំហទៅវិញទៅមកជាមួយគាត់ ជាចុងក្រោយខ្ញុំនិយាយយ៉ាងខ្លីទៅកាន់គាត់ថាបើប្អូនប្រាកដច្បាស់ថាជោគជ័យប្អូនចាប់ឱកាសរកស៊ីនេះទៅចុះ តែកុំមានវិប្បដិសារីនៅថ្ងៃក្រោយ ទាំងនេះមិនមែនមានន័យថាខ្ញុំហាមឃាត់ឬបំបាក់ទឹកចិត្តគាត់នោះទេបងប្អូន តែត្រូវមើលថាខ្លួនឯងដល់ពេលវេលាហើយឬនៅ មានសមត្ថភាពគ្រប់គ្រាន់ឬទេ
ចំណុចមួយចំនួនខាងលើទាំងនោះហើយទើបធ្វើឲ្យបរាជ័យ និងខាតបង់ពេលវេលាមួយចំនួន។